អត្ថន័យនៃជំនឿបុរាណដែលចាស់ៗតែងផ្ដាំនិងហាមមិនឲ្យធ្វើ 1. កុំដេកដល់រសៀលជ្រេប្រយ័ត្នថ្ងៃជន់ឬព្រលឹងរត់ចេញពីរាងកាយការគេងពេលរសៀលជ្រេទន់មានន័យថាគេងតាំងពីថ្ងៃរហូតដល់ថ្ងៃលិញជាធម្មតាបន្ទាប់ពីក្មេងៗអស់កម្លាំងអាចនឹងគេងយូរហើយធ្វើឲ្យពិបាកគេងពេលយំជាពិសេសគឺកុមារតែម្ដងការទៅជាទម្លាប់បែបនេះមនុស្សចាស់ក៏បានគំរាមកំហែងថាកុំឲ្យដេករសៀលថ្ងៃជន់ពេញប្រយ័ត្នវិញ្ញាណដែលមាននៅក្នុងខ្លួនអាចរសាត់ចេញពីរាងកាយនៅពេលដែលពួកគេគេងលក់ 2. កុំកាត់ក្រចកនៅពេលយំនៅសម័យមុនការកាត់ក្រចកពេលយប់គឺជំនឿមួយត្រូវបានហាមឃាត់ដោយសារកាលនោះមិនមានកន្ត្រៃកាត់ក្រចកដែលដំណើរការស្រួលដោយសពថ្ងៃទេផ្ទុយទៅវិញការកាត់ក្រចកគឺត្រូវប្រើកាំបិតតូចមួយចំណែកនៅពេលយំវាអាចគ្រោះថ្នាក់ដូចជារបួសដោយសារកាំបិតនិងអាចកើតឡើងព្រោះនៅសម័យនោះគ្មានអគ្គិសនីប្រើប្រាស់ឡើយដូច្នេះទើបចាស់ៗហាមឃាត់បម្រាមនេះតឹងរឹងខ្លាំងបំផុត 3. កុំហាលខោអាវពេលយំនេះជាជំនឿផងនិងជាការដាស់តឿនដល់កុមារដើម្បីកុំឲ្យពួកគេភ្លេចថែរក្សាសម្លៀកបំពាក់ដែលបានបោងក្រណាត់ភាគច្រើនត្រូវបានត្បាញពីកប្បាសវាត្រូវចំណាយពេលយូរដើម្បីឆាប់ស្ងួនដូច្នេះការហាលខោអាវពេលយំអាចធ្វើឲ្យខោអាវឆាប់ចាស់ឬសើមដោយសឹកសន្សើមជាពិសេសបើនៅតាមជនបទគឺឈានទៅដល់មានចោរលួចជាដើម 4. កុំឡើងឬចុះជណ្ដើរលឿនលឺដោយសារផ្ទះភាគច្រើនកាលមុនត្រូវបានគេសង់ផ្ទះដែលមានជណ្ដើរនៅខាងក្រៅផ្ទះភាគច្រើនមានបាតរាបស្មើដែលមានរនាំងតែមួយឬផ្ទះខ្លះនៅតាមស្រុកស្រែចម្ការប្រហែលជាគ្មានតែម្ដងដូច្នេះវាជាឧបាយកលបុរាណដែលចាស់ៗមានជំនឿតគ្នានិងត្រូវបង្រៀនក្មេងៗកុំឲ្យមានគ្រោះថ្នាក់នៅពេលឡើងជណ្ដើរព្រោះវាអាចធ្លាក់និងរបួសមកបាន 5. កុំបោសផ្ទះនៅពេលយំព្រោះធ្វើឲ្យបាត់លុយកាក់ដោយសារតែសម័យចាស់ចំនួនមុនផ្ទះភាគច្រើនត្រូវបានសាងសង់ដោយឈើមានប្រហោងនៃបន្ទះរនាមធ្វើឲ្យមានចង្អូរដែលអាចបណ្ដាលឲ្យម្ចាស់ផ្ទះដែលបោសនៅពេលយំនិងបាត់បង់លុយកាក់ឬរបស់សំខាន់ៗធ្លាក់ចុះនៅតាមចង្អូរហើយរកមិនឃើញ